Chị đưa số phục mai bằng vốn được không nhé? Hello everyone, và sự hào đại gia hào. Nhung chân ý. My name is Ivadigan. Hello everyone, my name is Ivadigan, 10 years old. This is my Angkor Wat temple. It is so beautiful. Welcome to Cambodia, Kingdom of Wonder. Này đi nhung mà chạy lệ âm pi bọt đi sau bọt nhómក្នុងការរៀនជាមួយកូននេះជាវីដេអូទី1របស់ខ្ញុំបាទហើយនៅក្នុង channel YouTube ក៏ដូចជា page Facebook បងប្អូនហើយសម្រាប់ channel YouTube គឺមានឈ្មោះថាតោះរៀនហើយចំណែកឯ page Facebook វិញគឺមានឈ្មោះថា Let's Learn ខ្ញុំនឹងដាក់រូបភាពនៅក្នុងវីដេអូនេះឲ្យបងប្អូនមើលខ្ញុំនឹងចែករំលែកពីអ្វីដែលខ្ញុំបានធ្វើកន្លងមកជាមួយកូនជាច្រើនឆ្នាំហើយខ្ញុំមិនដែលបានចែករំលែកនៅបទពិសោធន៍ឬមួយក៏ផុសនៅសកម្មភាពទាំងអស់ហ្នឹងទេប៉ុន្តែគាត់ថាចាប់ពីពេលនេះតទៅខ្ញុំនឹងចែករំលែកនៅសកម្មភាពដែលខ្ញុំបានរៀនជាមួយកូនពីបទពិសោធន៍ដែលខ្ញុំបានដាក់ពេលវេលាដាក់គេហៅថាការវិភាគជូនពួកគាត់ចាំដឹកសើបងប្អូនអរគ្នាហើយនេះគឺជាសកម្មភាព highlight ខ្លីៗមួយចំនួនតូចដែលខ្ញុំនឹងដាក់ជូនបងប្អូនទាំងអស់គ្នាទស្សនាដើម្បីជាការស្វាគមន៍និងការបើកគេហទំព័រថ្មីនៃ YouTube Channel ក៏ដូចជា Facebook Page របស់ខ្ញុំបាទឡើងអំពូលឲ្យស្ប៉ានឡើងអំពូលឲ្យស្ប៉ាន LAMP I am a student from Cambodia គោលបំណងរបស់ខ្ញុំនៅក្នុងវីដេអូនេះគឺខ្ញុំអត់មានចេញមកអួតអាងឬក៏មានមោទនភាពអីចំពោះអ្វីដែលខ្ញុំបានធ្វើនេះទេគ្រាន់តែចង់ចែករំលែកជាបទពិសោធន៍ដល់ប៉ាប៉ាម៉ាក់ទាំងអស់គ្នាដល់បងប្អូនទាំងអស់គ្នាជាពិសេសប៉ាប៉ាម៉ាក់អាចនិយាយថាចំនួនត្រឹមខ្ញុំឬក៏ចុះក្រោមអាយុតិចជាងខ្ញុំទៀតអីអញ្ចឹងណាសង្ឃឹមថាវីដេអូនេះវាជាជ្រុងទូចមួយសម្រាប់បងប្អូនទាំងអស់គ្នាប៉ាប៉ាម៉ាក់ទាំងអស់គ្នាយកទៅពិចារណាក្នុងការឆ្លៀតចំណាយពេលវេលាបន្តិចបន្តួចក្នុងមួយថ្ងៃរបស់យើងជាមួយកូនឲ្យបានច្រើនណាប៉ាម៉ាក់ទាំងអស់គ្នាខ្ញុំមានតជូនជាសំណួរមួយទៅកាន់ប៉ាប៉ាម៉ាក់ទាំងអស់គ្នាវិញថាតើប៉ាប៉ាម៉ាក់ទាំងអស់គ្នាពិតជាគ្មានពេលសូម្បីតែ10ទៅ15នាទីតែម្ដងឬក៏យ៉ាងណាប៉ាប៉ាម៉ាក់សួរខ្លួនឯងណាសំណួរហ្នឹងណាហើយព្យាយាមរកចម្លើយទៅតើប៉ាប៉ាម៉ាក់ពិតជាគ្មានពេលសូម្បីតែប៉ុណ្ណឹងនាទីតែម្ដងឬក៏យ៉ាងណាហើយខ្ញុំគ្រាន់តែជូនជាសំណួរទេប៉ាប៉ាម៉ាក់ទាំងអស់គ្នាគិតខ្លួនឯងចោះពីព្រោះហេតុអីបានខ្ញុំនិយាយអញ្ចឹងមានប៉ាប៉ាម៉ាក់ខ្លះគឺពិតជាអត់មានពេលវេលាមែនសូម្បីតែជួបមុខកូនណាពីព្រឹកដល់ល្ងាចមានប៉ាប៉ាម៉ាក់ខ្លះគឺព្រលឹមឡើងចេញទៅធ្វើការបាត់ហើយទំមចូលមកផ្ទះវិញគឺយប់អញ្ចឹងវាពិបាកមែនខ្ញុំនិយាយនេះគឺនិយាយជាទូទៅជារួមអញ្ចឹងបើប៉ាប៉ាម៉ាក់ណាដែលអាចថានៅផ្ទះឬក៏មានការងារនៅផ្ទះឬក៏មានការងារនៅក្រៅផ្ទះដែរប៉ុន្តែឆាប់វិលត្រឡប់មកផ្ទះវិញអញ្ចឹងប៉ាប៉ាម៉ាក់សួរខ្លួនឯងណាថាអាចមានពេលទេសូម្បីត្រឹមតែ15នាទីនៅក្បែរកូននាំពួកគាត់រៀនហើយប៉ាប៉ាម៉ាក់កុំឲ្យហួសពេលណាព្រោះពេលវេលានេះគឺវាមានអត់ច្រើនទេយើងអាចធ្វើរឿងទាំងអស់នេះជាមួយពួកគាត់ត្រឹមតែពួកគាត់នៅថ្នាក់តូចណាប៉ាប៉ាម៉ាក់តែគាត់ដល់ថ្នាក់រៀនធំខ្ពស់ទៅមេរៀនគាត់ច្រើនគាត់រវល់ច្រើនពេលហ្នឹងយើងលែងមានពេលទៅធ្វើរឿងទាំងអស់ហ្នឹងជាមួយគាត់ទៀតហើយយើងអាចទៅនាំគាត់រៀនទៀតបានទេព្រោះថ្នាក់គាត់ធំមេរៀនគាត់ធំហើយច្រើនជាងមុនយើងលែងមានពេលទៅនាំគាត់រៀនអីបានទៀតហើយណាមួយក៏អាចពោះពីសមត្ថភាពរបស់យើងដែរព្រោះប៉ាប៉ាម៉ាក់ខ្លះជាក់ស្ដែងដូចខ្ញុំក៏ខ្ញុំអត់ចេះដែរចំពោះមុខវិជ្ជាធំឬក៏ថ្នាក់ធំទៅអញ្ចឹងបទពិសោធន៍របស់ខ្ញុំនេះគឺសម្រាប់អូននៅទូចជាក់ស្ដែងកូនប្រុសរបស់ខ្ញុំគាត់ទៅតែថ្នាក់ទី1ទេអូនសេរីបុត្រនេះបងប្អូនហើយបើកូនស្រីរបស់ខ្ញុំគាត់ថ្នាក់ទី5ហើយអូនពុទ្ធិកានេះកូនស្រីរបស់ខ្ញុំហើយថ្នាក់នៅប៉ុណ្ណឹងគឺរងថ្ងៃខ្ញុំនៅប្របួលគាត់រៀននៅជួយគាត់រៀនបានបងប្អូនណាតែឡើងថ្នាក់ធំទៅគឺយើងអស់ពេលនាំគាត់រៀនឬមួយក៏ប្របួលគាត់រៀនទៀតបានហើយព្រោះមុខវិជ្ជាគាត់ច្រើនគាត់រវល់ច្រើនដូចគ្នា
យើងលែងមានពេលសម្រាប់នាំគាត់មករៀនបែបធម្មតាចេះការទៀតហើយហ្នឹងគឺគាត់រវល់ច្រើនគាត់ធ្វើការងារគាត់ធ្វើមេរៀនគាត់ផ្សេងអញ្ចឹងហ៎យើងមានពេលតែបន្តិចទេនៅពេលដែលពួកគាត់នៅថ្នាក់តូចៗហ្នឹងឯងអញ្ចឹងពាក់ព័ន្ធមួយពេលវេលាប៉ាម៉ាក់សួរខ្លួនឯងណាថាអាចចំណាយពេលបានអត់ឆ្លៀតពេលបានអត់ហើយសម្រាប់ការចំណាយពេលឬក៏ឆ្លៀតពេលរបស់ប៉ាម៉ាក់ត្រូវ set ម៉ោងឲ្យច្បាស់លាស់កុំនឹកឃើញបរិញ្ញាគាត់ពេលណាហៅពេលហ្នឹងអត់កើតទេពួកគាត់នឹងអត់ reflect ទេគឺវាលក្ខណៈដូចយើងរៀបរបស់មួយដែលអត់ទីតាំងច្បាស់លាស់អញ្ចឹងណាគឺវានៅវល់លិចកើតវាអត់មានគោលដៅឬក៏អត់មានទីតាំងច្បាស់លាស់ទេបើប៉ាប៉ាម៉ាក់ចង់នាំពួកគាត់ហ៊ានប៉ាប៉ាម៉ាក់ត្រូវដាក់កាលវិភាគម៉ោងមួយច្បាស់គាត់ប៉ាប៉ាម៉ាក់ត្រូវមើលថាតើគាត់ទៅម៉ោងណាហើយប៉ាប៉ាម៉ាក់ត្រូវឆ្លៀតម៉ោងហ្នឹងទោះបីការងាររបស់ប៉ាប៉ាម៉ាក់អត់ទាន់រួចរាល់ក៏ដោយបើពេលល្ងាចជាបទពិសោធន៍របស់ខ្ញុំពួកគាត់មកពីរៀនវិញម៉ោង5អញ្ចឹងម្ដងពេលហ្នឹងគឺខ្ញុំឲ្យគាត់សម្រាប់សិនហើយប្រហែលជាម៉ោង6ខ្ញុំចាប់ដើមឲ្យពួកគាត់រៀនមេរៀនមួយសិនរៀនមកពេលសិនហើយអត់យូរទេប៉ាប៉ាម៉ាម៉ាក់តែមកផ្លែតទេខ្ញុំគ្រាន់តែបង្កើតទម្លាប់រៀនឲ្យគាត់ទេមិនមែនឲ្យគាត់រៀនយករាប់ម៉ោងអីទេអត់ទេគឺគាត់មកពីរៀនថ្មីយើងអាចដាក់ពេលម៉ោងឲ្យគាត់រៀនឲ្យច្រើនទៀតបានទេត្រឹមតែជាការរំលឹកមេរៀនឬក៏រៀនអីបន្តិចបន្តួចបន្ទាប់ផ្សំសិនទេប៉ាប៉ាម៉ាម៉ាក់ណាហើយបន្ទាប់មកទៀតរៀនពេលនឹងចប់ហើយគឺឲ្យពួកគាត់សម្រាប់ញ៉ាំបាយងូតទឹកសម្រាប់ឲ្យបានល្អទៅហើយឲ្យគាត់លេងឲ្យគាត់អីទៅបន្ទាប់មកមុនចូលគេងមកពេលទៀតប៉ាប៉ាម៉ាម៉ាក់មុនចូលគេងខ្ញុំនាំគាត់អាននាំគាត់រំលឹកមេរៀនមួយទៀតមុនពេលគាត់ចូលគេងហ្នឹងឲ្យគាត់រំលឹកមេរៀនទៅគាត់អានក៏បានគាត់សរសេរក៏បានឬក៏នាំគាត់រៀនពីអីមួយធ្វើម៉េចឲ្យតែបានរៀនហើយឆាប់ដូចគ្នាប៉ាប៉ាម៉ាម៉ាក់ណាម្នាក់ 4-5 នាទីអីទេឬក៏មិនដល់ផងពេលខ្លះហ៎អញ្ចឹង set ម៉ោងឲ្យគាត់ឲ្យច្បាស់ទៅនៅពេលដែលដល់ម៉ោងមានពេលខ្លះយើងរវល់គឺគាត់មកហៅយើងហ្មងគាត់មកសួរយើងថាកូនទៅនេះឲ្យដល់ម៉ោងរៀនហើយអាចរៀនជាមួយកូនបានអត់មានពេលខ្លះគាត់លេងជក់គាត់ភ្លេចយើងអ្នកហៅគាត់វិញអញ្ចឹងណាប៉ាប៉ាម៉ាម៉ាក់ហើយប៉ាប៉ាម៉ាម៉ាក់ទាំងអស់គ្នានឹងបានឃើញពីសកម្មភាពដែលខ្ញុំចែករំលែកនៅក្នុង page Facebook និង YouTube channel របស់ខ្ញុំហើយដូចខ្ញុំបញ្ជាក់អញ្ចឹងអត់មានជាការអួតអាងឬក៏មានមោទនភាពអីចំពោះអ្វីដែលខ្ញុំបានធ្វើនេះទេខ្ញុំគ្រាន់តែចង់ចែករំលែកនៅបទពិសោធន៍នេះឲ្យប៉ាប៉ាម៉ាម៉ាក់មើលឃើញលោវាអាចជាជ្រុងមួយនៃគំនិតសម្រាប់ប៉ាប៉ាម៉ាម៉ាក់យកទៅអនុវត្តជាមួយកូនរបស់ប៉ាប៉ាម៉ាម៉ាក់ទាំងអស់គ្នាអញ្ចឹងណាហើយខ្ញុំនឹងព្យាយាមថតពីសកម្មភាពទាំងអស់ដាក់ចូលទៅក្នុង page ដើម្បីឲ្យប៉ាប៉ាម៉ាម៉ាក់បានឃើញហើយតាមពិតទៅសកម្មភាពនេះខ្ញុំធ្វើយូរឆ្នាំហើយប៉ាប៉ាម៉ាម៉ាក់មិនមែនតិចទេច្រើនឆ្នាំហើយប៉ុន្តែខ្ញុំមកដែលអស់ចែករំលែកក្នុងបណ្ដាញសង្គមអញ្ចឹងណាតែឥឡូវនេះទេខ្ញុំគិតថាខ្ញុំនឹងចែករំលែកបទពិសោធន៍ទាំងអស់ហ្នឹងក្នុងគោលបំណងដដែលហ្នឹងប៉ាប៉ាម៉ាម៉ាក់គឺចែករំលែកនៅបទពិសោធន៍ប៉ាប៉ាម៉ាម៉ាក់ណាគិតថាអាចចង់យកវិធីខ្ញុំនេះទៅប្រើក៏យកហើយបើគិតថាចង់ឆ្នៃអីឲ្យខុសពីខ្ញុំក៏បានអញ្ចឹងយើងគ្រាន់តែជួយជាគំនិតជាយោបល់គ្នាទេនៅក្នុងវីដេអូនេះហើយប៉ាប៉ាម៉ាម៉ាក់អាចធ្វើតាមជាក់ស្ដែងប៉ាប៉ាម៉ាម៉ាក់ទៅនេម៉ោងណាអូនរបស់ប៉ាប៉ាម៉ាម៉ាក់គាត់ចូលចិត្តអីគាត់ទៅនេម៉ោងណាប៉ាប៉ាម៉ាម៉ាក់ធ្វើទៅតាមសភាពជាក់ស្ដែងរបស់ប៉ាប៉ាម៉ាម៉ាក់ហើយជាចុងក្រោយនេះគឺមានតែអរគុណដល់ប៉ាប៉ាម៉ាម៉ាក់ទាំងអស់គ្នាដែលបានមើលវីដេអូនេះព្រោះនេះជាវីដេអូទី1ដែលខ្ញុំផុសនៅក្នុង page និងក្នុង channel ដើម្បីប្រាប់ពីគោលបំណងដែលខ្ញុំនឹងផុសវីដេអូឡើងអញ្ចឹងអរគុណណាប៉ាប៉ាម៉ាម៉ាក់ទាំងអស់គ្នានេះជាអ្វីដែលខ្ញុំជំរាបជូនពីដើមសម្រាប់ឲ្យប៉ាប៉ាម៉ាម៉ាក់ទាំងអស់គ្នាដឹងពីគោលបំណងនៃ page និង channel របស់ខ្ញុំអរគុណប៉ាប៉ាម៉ាម៉ាក់ទាំងអស់គ្នាជំរាបលាទាំងអស់គ្នា Goodbye everyone ជំរាបលាពុំធោមិនបានមកទៅថោមុនពោ